អីបានជាម្ចាស់អាជីវកម្មឬក៏ business owner គាត់ត្រូវការមើល financial statement ជារៀងរាល់ខែអញ្ចឹងមូលហេតុដែល business owner ទាំងអស់គាត់គួរតែមើលរបាយការណ៍នឹងជាប្រចាំដោយសារតែ business owner ទាំងអស់ម្ចាស់អាជីវកម្មទាំងអស់គឺគាត់ត្រូវការទិន្នន័យ financial statement ហ្នឹងយកទៅវិភាគថាតើក្រុមហ៊ុនគាត់គួរ set គោលដៅបន្តទៀតឬក៏ next step ជំហានបន្តរបស់គាត់ទៀតហ្នឹងគឺត្រូវវិភាគទៅថាតើគាត់ត្រូវដើរយ៉ាងម៉េចដោយសារតែនៅក្នុង financial statement ជាទូទៅពេលដែលយើងប្រើ ERP software គឺវានឹងបង្ហាញរបាយការណ៍3ធំទី1គឺ income statement បាទ income statement ហ្នឹងគឺនិយាយអំពីរបាយការណ៍ចំណូលចំណាយរបស់យើងដែលវាមានលក្ខណៈជា detail ពេលដែលយើងបុកនៃ transaction មួយជា AR ឬក៏ AP ហ្នឹងគឺ transaction ទាំងអស់ហ្នឹងវានឹង load ចូលទៅក្នុង income statement ដើម្បីយើងដឹងពីរបាយការណ៍ចំណូលចំណាយរបស់យើងទី2គឺរបាយការណ៍ balance sheet បាទ balance sheet របស់យើងក៏សំខាន់ដែរគឺយើងអាចត្រូវដឹងថាតើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមានប្រមាណបាទអញ្ចឹងយើងត្រូវមើល report ហ្នឹងបើយើងអាចដឹងបាទបន្ទាប់មកគឺទី3គឺយើងត្រូវមើល cash flow statement ដែល cash flow statement គឺបង្ហាញពីរបាយការណ៍តាក់ទងជាមួយនឹងលុយយើងនៅណាចេញចូលរបៀបម៉េចជា cash flow របស់យើងបាទអញ្ចឹងបើសិនជាម្ចាស់អាជីវកម្មទាំងអស់គាត់មានរបាយការណ៍ទាំងអស់ហ្នឹង report ទាំងអស់ហ្នឹងដែលយើងហៅជាសរុបរួមជា financial statement គឺយើងអាចមានការវិភាគងាយស្រួលនៅក្នុងការវិភាគងាយស្រួលនៅក្នុងការដាក់ទិសដៅទៅដល់អាជីវកម្មរបស់យើងតើជាហ៊ានបន្តយើងគួរតែ invest ទៅលើអីយើងគួរតែយកមុខតំណែងអីមកបន្ថែមឬក៏យើងគួរតែប្រឹងសាខាឬអត់បាទអញ្ចឹងរបាយការណ៍ទាំងអស់ហ្នឹងជាទូទៅគឺលោកត្រាតែលោកអ្នកប្រើប្រាស់នៅ system ERP accounting system standard បានវាចេញនៅរបាយការណ៍ដែលត្រឹមត្រូវមួយអូខេអរគុណច្រើន